តោះ question tag ប្របាក់រៀនណាមែនអត់អញ្ចឹងមែនអត់ហ្នឹងឯងសំណួរនៅខាងក្រោយល្បះដើម្បីសួរបញ្ជាក់បែបហ្នឹងឯងក្នុងភាសាអង់គ្លេសហៅថា question tag ដូចឧទាហរណ៍ទី1 question tag is difficult isn't it highlight ពលរឿងហ្នឹងឯងគេហៅថា question tag ឬក៏ you speak English with ដូចធ្លាប់ឮនៅឡើយនេះ Hey, I will speak English. No, no, no. ហើយយើងមាន rule 2ងាយៗដែលយើងអាចចំណាំបាន rule ទី1បូកដកបូកល្បះដើមស្របសំណួរត្រូវបដិសេធល្បះដើមបដិសេធសំណួរត្រូវស្របឧទាហរណ៍ទី1 you speak English speak ក្នុងទីនេះជាល្បះស្របអញ្ចឹងកន្លែងសំណួរបញ្ជាក់ត្រូវតែបដិសេធឬក៏ឧទាហរណ៍ទី2 question tag isn't easy is it isn't ហ្នឹងជាល្បះបដិសេធដល់ពេលសំណួរនៅក្រោយត្រូវតែជាសំណួរស្របអញ្ចឹងងាយៗ rule ទី1 again បូកដកបូកហើយមុនយើងចូលដល់ rule ទី2យើងត្រូវរៀនពីចំណងជើងរបស់ grammar នឹងសិនគេហៅថា question tag គឺការបង្កើតសំណួរយើងក្នុងភាសាអង់គ្លេសដើម្បីយើងបង្កើតសំណួរបានដាច់ខាតគឺយើងត្រូវតែចេះគេសព្ទពិសេសក្នុងភាសាអង់គ្លេសមានច្រើនមកឡើងធ្វើមកយើងចាំអស់តាមពិតយើងមានរបៀបចាំអស់តែបន្តិចរបៀបសំណាំគឺចងក្រងគេសព្ទពិសេសទាំងអស់មកតែពីរពាក្យបានគឺ HBD SCWM ចឹង HBD SCWM ហ្នឹងសំដៅលើអីដើម្បីឲ្យងាយយល់យើងអានកាត់ថា Happy Birthday Sexy Woman ដូចរូបយើងឃើញអញ្ចឹងតើអាហ្នឹងវាតំណាងឲ្យពាក្យខ្លះទី1 HBD តំណាងអក្សរ H តំណាងឲ្យ have ដែលមាន3ទម្រង់ B តំណាងឲ្យ verb to be ដែលមាន6 7ទម្រង់ហ្នឹងខ្ញុំអត់បានរាប់ទេ D តំណាងឲ្យគេសាប់ do ដែលមាន6ទម្រង់ដែលក្នុងវីដេអូមុនខ្ញុំនិយាយថា 6D ចុះ SCWM តំណាងឲ្យពាក្យអី SCWM តំណាងឲ្យ modal verb ដែលមានចំនួន9គឺអក្សរ S តំណាងឲ្យពាក្យ shall should C can could W will would និង M may might must យើងចាំតែ HBD SCWM ឬក៏ Happy Birthday Sexy Woman គឺយើងចាំគេសព្ទពិសេសក្នុងភាសាអង់គ្លេសទាំងអស់អញ្ចឹងពេលយើងបង្កើតល្បះសំណួរគឺអត់ពិបាកចូលដល់ rule ទី2របស់យើងរបស់ question tag គេនិយាយថាបើមានគេសព្ទពិសេសឬក៏មាន HBD SCWM Happy Birthday Sexy Woman ហ្នឹងមានគេសព្ទមួយណាត្រូវយកអាមួយហ្នឹងយកទៅប្រើក្នុងល្បះសំណួរវិញបើអត់មានតម្លាក់ do ចុះ do មកជំនួយឥឡូវយើងធ្វើលំហាត់បាត់ឌុបដែលធ្លាប់ចេញមកកន្លងមកលំហាត់នេះលេខ16គឺលំហាត់ដែលធ្លាប់ចេញនៅឆ្នាំ2016 You haven't seen this before blank you អញ្ចឹងធ្វើម៉េចយើងជំរុះចម្លើយបានទី1មើលវាល្បះស្របឬល្បះបដិសេធ haven't ជាល្បះបដិសេធបើវាល្បះបដិសេធសំណួររបស់វាត្រូវតែបច្ច្រាស់ត្រូវតែជាស្របអញ្ចឹងកាលណាយើងដឹងអញ្ចឹងយើងអាចជំរុះចម្លើយ A ចម្លើយ B អញ្ចឹងនៅសល់តែ C នៅសល់ D អញ្ចឹងយើងមើលក្នុងល្បះហ្នឹងមានគេសព្ទពិសេសអត់ you haven't have យើងមាន have មែនទេជាគេសព្ទពិសេស have អញ្ចឹងដាច់ខាតគឺយើងយក have មកប្រើវិញចម្លើយរបស់យើងគឺចម្លើយ D have ងាយឧទាហរណ៍ទី2គឺលំហាត់ដែលធ្លាប់ចេញប្រឡងបាតុ2019សំណាង works in the post office blank again ល្បះហ្នឹងយើងមើលពាក្យ work ជាល្បះស្របឬជាល្បះបដិសេធជាល្បះស្របបើជាល្បះស្របចម្លើយណាដែលមានទម្រង់ស្របយើងលុបចោលបានអញ្ចឹងចម្លើយ C ចម្លើយ A យើងអាចលុបចោលបានយើងនៅសល់ចម្លើយ B ចម្លើយ D យើងមើលពាក្យ work ហ្នឹងជាគេសព្ទពិសេសក្នុងទម្រង់ HBD SCWM ខាងលើអត់មានពាក្យ work នៅនឹងនេះបើអត់មានយើងតម្លាក់ do មកអញ្ចឹងរវាងចម្លើយ B isn't he ហើយនិងចម្លើយ D doesn't he មួយណាមាន do គឺចម្លើយ D អញ្ចឹងងាយសរុបមកវិញដើម្បីយើងចាំ question tag បានគឺដាច់ខាតត្រូវតែចាំគេសព្ទពិសេសធ្វើម៉េចបើយើងចាំគេសព្ទពិសេសក្នុងភាសាអង់គ្លេសបានពង្រួមវាមកសល់តែពីរពាក្យមក Happy birthday sexy woman តួអក្សរមួយតំណាងឲ្យពាក្យអីយើងអាចត្រឡប់ទៅមើលខាងក្រោយបានអញ្ចឹងសរុបមកវិញថ្ងៃនេះយើងចេះ question tag ហើយបើចូលចិត្តកុំភ្លេចជួយ follow និងចែករំលែកមួយទៅជួបគ្នានៅវីដេអូក្រោយបាយបាយ